សួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំមកប្រាប់បងប្អូនអរគ្នាពីរបៀបក្នុងការយកជាមួយនឹង AI របស់ Google គឺ ChatGPT Pro និង Google Drive 2 ដែលឥតគិតថ្លៃហើយប្រើប្រាស់រយៈពេល12ខែឬក៏1ឆ្នាំអញ្ចឹងដើម្បីបងប្អូនអរគ្នាអាចធ្វើការ submit ឬក៏ទទួលយកបានបងប្អូនអរគ្នាត្រូវតែដូរ IP ចេញដោយសារតែប្រទេសកម្ពុជារបស់យើងគឺมันមាន offer ឲ្យទេដោយសារតែក្រុមហ៊ុន Google គេ offer ឲ្យតែប្រហែលប្រទេសទេនៅលើពិភពលោកហ្នឹងអញ្ចឹងបងប្អូនអរគ្នាត្រូវតែដូរ IP ឬក៏ប្រើប្រាស់ VPN ដើម្បីដូរ IP របស់កុំព្យូទ័រអ្នកទាំងអស់គ្នាទៅក្នុងប្រទេសផ្សេងអញ្ចឹងក្នុងដើម្បីយើងអាចដល់បងប្អូនអរគ្នាចូលដំបូងបងប្អូនអរគ្នាអត់មានទំនុកបែបនេះទេដោយសារតែបងប្អូនអរគ្នានៅ IP ខ្មែរអញ្ចឹងបងប្អូនត្រូវដូរ IP ចេញអូខេបងប្អូនអញ្ចឹងចំពោះ VPN ដែលខ្ញុំប្រើឥឡូវខ្ញុំប្រាប់បងប្អូនពីរបៀបក្នុងការយក VPN ប្រើបងប្អូនចុច track 3នេះបងប្អូនជិះពីថា extension ហើយបងប្អូនអរគ្នាចុចពីថា visit Chrome web store បងប្អូនអរគ្នាវាពាក្យថា unban VPN អូខេអ្នកបងប្អូនអរគ្នាប្រើ VPN មួយនេះបងប្អូនអាចប្រើ VPN ផ្សេងក៏បានដែរតែបងប្អូនអរគ្នាដែលអត់ទាន់ស្គាល់ប៉ុនច្បាស់បងប្អូនអាចប្រើនេះសិនទៅហើយបន្តមកទៀតបងប្អូនអរគ្នាចូលក្នុងនេះត្រឡប់ក្នុង page របស់យើងវិញបងប្អូនអាចធ្វើការរកប្រទេសណាមួយមកអូខេហើយបងប្អូនជិះពីថា connect ទៅឥឡូវខ្ញុំបាន connect មកប្រទេសអូស្ត្រាលីហើយដោយសារប្រទេសអូស្ត្រាលីក៏ជាប្រទេសមួយដែលគេ offer ឲ្យដែរអញ្ចឹងបងប្អូនអរគ្នាដើម្បីអាច verify ជាមួយនឹង Gemini បានបងប្អូនអរគ្នាត្រូវតែជាសិស្ស University student អូខេជាសិស្សនៅ University របស់ប្រទេសមួយណាមួយអញ្ចឹងទៅដែលគេ offer ឲ្យប៉ុន្តែបងប្អូនឥឡូវនេះបងប្អូននៅប្រទេសខ្មែរអញ្ចឹងខ្មែរយើងអត់មានប្រទេសកម្ពុជាអត់មាន offer ទេបងប្អូនត្រូវតែ verify មិនទៅបាទអញ្ចឹងបងប្អូននេះជួយពីថា verify នេះមកបតងនេះមួយមកហើយបងប្អូនទទួលបាន link មួយដែលបងប្អូនធ្វើការ submit ឬក៏ verify student status អូខេ status អូខេអានថាខននេះស្អីបងបាទបងប្អូនចូលក្នុង form នេះមួយហើយអញ្ចឹងបងប្អូនមិនបាច់ពេញអីទេបងប្អូនធ្វើការ copy link ខាងលើនេះអូខេ copy link ខាងលើនេះហើយបងប្អូនចូលមកក្នុង bot Telegram មួយដែលខ្ញុំបានទម្លាក់ link នៅក្នុង description ឬក៏ comment ដែលខ្ញុំបានទម្លាក់មកអាចចូល link នេះបានបងប្អូនជួយពីថា start bot មក open Telegram នេះមកបងប្អូនជួយពីថា start ណាបន្តមកទៀតបងប្អូនចូលបន្តមកក្នុងប៊ូតុងមួយដែល bot នេះវាឲ្យមកនេះបងប្អូនជួយប៊ូតុងនេះតមកបងប្អូនជួយពីថា start បន្តទៀតអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាឥឡូវនេះបងប្អូនទាំងអស់គ្នាអាចធ្វើការ verify បានហើយដោយសារតែកម្មវិធី bot នេះគឺវា verify ជាមួយនឹង link នឹងស្រាប់ហើយវាផ្ដល់ជូនឲ្យយើងដូចជាយើងអាច verify ជាមួយនឹង Google One Spotify YouTube ឬក៏កម្មវិធីផ្សេងទៀតអូខេអញ្ចឹងដើម្បី verify បងប្អូនអរគ្នាចុច big capture អញ្ចឹងបងប្អូនអរគ្នាធ្វើការ copy link ហ្នឹងមកទៅបងប្អូនថាប្រើពាក្យថា slash នេះ slash នេះបងប្អូននេះយកមកទៀតបងប្អូន slash នេះ verify អូខេ verify បងប្អូនជួយថា verify ហ្នឹងមកហើយបងប្អូនអរគ្នាធ្វើការ pass link បងប្អូន copy មិញហ្នឹងណាបាទធ្វើការ pass link មិញចូលមកណាអូខេអញ្ចឹងបងប្អូនជួយថា send ទៅឲ្យ bot ហ្នឹងទៅបងប្អូនធ្វើការរងចាំបន្តិចដោយសារតែ bot នឹងវាដំណើរការដើម្បីធ្វើការ verify យើងណាបងប្អូនអរគ្នាអូខេអញ្ចឹងនេះ verify គឺជោគជ័យហើយអូខេហ្នឹងណាអញ្ចឹងបងប្អូននឹងចូលត្រឡប់មកក្នុង browser របស់យើងវិញបងប្អូនត្រឡប់ទៅក្នុង page របស់នេះដំបូងរបស់យើងវិញមកបងប្អូនធ្វើការ reload មួយមកអូខេបងប្អូនអរគ្នាឥឡូវវីដេអូពីប៊ូតុង verify វាទៅជាប៊ូតុងមួយដែលវាពាក្យថា get student offer អូខេអញ្ចឹងបងប្អូនជួយថា get student offer ហ្នឹងមកបងប្អូនជួយថា agreeបងប្អូនធ្វើការចាំបន្តិចអូខេមកដល់កន្លែងនេះគឺពាក់ព័ន្ធជាមួយនឹង payment បងប្អូនអរគ្នាអត់ចំណាយប្រាក់ទេប៉ុន្តែជាទៀតវាទាមទារឲ្យយើងធ្វើការបំពេញកាតណាបំពេញ payment អូខេអញ្ចឹងបងប្អូននេះអាចប្រើប្រាស់ Visa card ឬក៏ការផ្សេង Master card បានបងប្អូនអាចបង្កើតពីធនាគារផ្សេងបានអញ្ចឹងខ្ញុំធ្វើការជិះពីថា add card នេះមកបងប្អូន add card អូខេបងប្អូនអរគ្នាបំពេញលេខកាតបងប្អូនអរគ្នាមកបញ្ជាក់ដល់នេះគឺយើងប្រើបានតែប្រភេទ Visa Master ឬក៏នេះទេបាទគឺអាចប្រើ bank ធម្មតាបានទេអូខេអញ្ចឹងបងប្អូនធ្វើការបំពេញលេខកាតមកខ្ញុំនេះជាលេខរបស់ខ្ញុំដែលខ្ញុំបិទហើយខ្ញុំពេញលេខបងប្អូនអរគ្នាមកអានេះគឺជាខែនៅលើខែឆ្នាំនៅលើកាតហ្នឹងហើយ CVC នៅលើកាតដែរណាបងប្អូនអញ្ចឹងខ្ញុំគឺនេះបាទអូខេបងប្អូនពេញលេខកាតអីហើយពេញ CVC អីហើយបងប្អូននេះចាប់ពីថា sell មកណាបងប្អូនជួយថា sell នោះមកបងប្អូនធ្វើការចាំបន្តិចបន្តមកទៀតបងប្អូននៅតំណងនេះបងប្អូនជួយថា subscribe មកបងប្អូនធ្វើការចាំបន្តិចទៅអូខេ subscribe គឺយើងបានជោគជ័យហើយអញ្ចឹងតែប៉ុណ្្នឹងទេអានេះគឺរួចរាល់ហើយដោយសារតែមិញបងប្អូនទាំងអស់គ្នាធ្វើការភ្ជាប់កាតណាអញ្ចឹងដល់ពេលដែលឆ្នាំក្រោយថ្ងៃនេះខែរដែរក្នុងកុំរបស់នេះនឹងកាត់លុយចំនួនប្រហែល$100ទៅឬក៏ប្រហែល$ទៅខ្ញុំអត់ដឹងច្បាស់ទេដល់ថ្ងៃខាងហ្នឹងគឺកាត់លុយអញ្ចឹងដើម្បីការពារកុំឲ្យកាត់លុយយើងបងប្អូនទាំងអស់គ្នាធ្វើការ cancel ទៅលើ offer នោះវិញបងប្អូនបាយផៃទេយើង cancel គឺអត់មានពាក់ព័ន្ធជាមួយនឹងដាច់ទៅវិញទេគឺយើងជាប់ហើយអញ្ចឹងរយៈពេល1ឆ្នាំគឺយើងប្រើប្រាស់អត់កាត់លុយទេ
អញ្ចឹងយើងត្រូវ cancel subscription ឆ្នាំក្រោយយើងអត់ត្រូវការទិញឆ្នាំក្រោយទេអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវការទៅ cancel ខ្ញុំទាំងអស់គ្នាបងប្អូនខ្វាយមកបងប្អូនអាចចុចពីថា go to Gemini ហ្នឹងទៅអូខេបងប្អូនធ្វើការអាចប្រើប្រាស់ Pro បានហើយណា Pro ប្រើប្រាស់ Pro ប្រើប្រាស់បានហើយជាមួយនឹងខ្ញុំទៅតេស្ត Google Drive មួយទៀតទៅអូខេនេះបងប្អូននេះគឺឃើញហើយ2 T បាទគឺ2 T storage បងប្អូនប្រើប្រាស់អូខេអញ្ចឹងឥឡូវយើងទៅ cancel ទាំងអស់គ្នាដើម្បី cancel បានបងប្អូននេះចូលកន្លែង profile បងប្អូនទាំងគ្នាមកបងនេះយក Google account បងប្អូនចូលពាក្យថានេះpayment subscription នេះមកបងប្អូនស្គាល់ scroll មកក្រោមបងប្អូនរកពាក្យថា Google One បងប្អូនចុចលើ Google One នឹងមួយទៀតចុចពាក្យថាបងប្អូនបើអត់ឃើញទម្រង់បែបនេះទេបងប្អូនចុចពាក្យថា manage នេះមកបងប្អូនធ្វើការ cancel subscription បងប្អូនអាចយកមួយណាក៏បានដែរខ្ញុំយក order ទៅ continue cancel subscription អូខេបងប្អូនចូលមកក្នុងកន្លែង payment នេះមក method បងប្អូនចុចពាក្យថា edit payment method ចាំតិចអញ្ចឹងបងប្អូនអ្នកអាចធ្វើការ remove card បងប្អូននេះបានហើយចុចពាក្យថា remove card មកឬក៏ពាក្យថា remove នេះមកដើម្បីយើង remove card បងប្អូនចុចថា remove and sell អូខេអញ្ចឹងគឺកាត់របស់យើងគឺត្រូវបានលុបចោលហើយអញ្ចឹងបងប្អូននេះមិនភ័យទេឆ្នាំក្រោយថ្ងៃណាទៀតក៏អត់មានកាត់លើបងប្អូននេះដែរប៉ុន្តែបញ្ជាក់បើសិនបងប្អូនធ្វើទៅតាមមិញទេបងប្អូនអត់ remove យ៉ាងទេគឺឆ្នាំក្រោយនឹងមានការកាត់លុយជាពីក្នុងកុំដល់គ្នាអូខេអ្នកនរចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរអាចជួយចែកម្លែកបន្តបានហើយកុំភ្លេចតាមដានឬក៏ join ជាមួយនឹងក្រុម Telegram នៃ IT ផងដើម្បីទទួលបានព័ត៌មានថ្មីៗពីខ្ញុំបាយបាយអ្នកនរជួបគ្នាវីដេអូក្រោយ